អូខេសូមស្វាគមន៍ពុកម៉ែបងប្អូនជាទីគោរពនិងជាទីស្រឡាញ់ចូលមកកាន់ Channel Lee Channel ទៀតហើយថ្ងៃនេះផងដែរគឺខ្ញុំសូមបង្ហាញនៅការធ្វើបំបត្តិស្នាមឬក៏បំបត្តិប្រជ្រុយណាដែលយើងអាចធ្វើបាននៅក្នុង Photoshop Photoshop គឺជាកម្រិត level ខ្ពស់បំផុតដែលឲ្យយើងពិចារណាអ្នក design យកប្រើប្រាស់ចឹងទៅអូខេអញ្ចឹងគេប្រើប្រាស់ច្រើននៅក្នុង Photoshop ដើម្បី edit រូបអញ្ចឹងដោយសារតែរូបនេះក៏ខ្ញុំបាន edit ហើយប៉ុន្តែខ្ញុំយករូបមួយដែលខ្ញុំយកមកបង្ហាញហ្នឹងហើយអូខេអញ្ចឹងខ្ញុំទាញរូបនឹងយកមកដាក់នៅមេរៀនរបស់យើងអញ្ចឹងខ្ញុំធ្វើការចូលទៅក្នុងមេរៀនរបស់យើងអញ្ចឹងក្នុងកាមេរ៉ានេះខ្ញុំបញ្ជាក់ពីខ្ញុំថតជាមួយនឹងទូរស័ព្ទទេអញ្ចឹងវាអាចថាច្បាស់គួរសមដែរនៅក្នុងកាមេរ៉ាវាច្បាស់ដែរអញ្ចឹងវាអាចមើលទៅឃើញហើយពលឺយើងបាញ់គ្រាន់តែវាមិនសូវជាប្រមាណទេដោយសារតែវាអត់ឃើញស្នាមដែរទេអញ្ចឹងអ្នកនរដែលចង់កែរូបឲ្យវាបំបត្តិស្នាមអញ្ចឹងអ្នកនរអាចរៀននៅក្នុងវីដេអូនេះបានហើយចំណុចដែលអ្នកនរត្រូវរៀននៅក្នុងចំណុចហ្នឹងអ្នកនរត្រូវផ្ដោតទៅលើ tool វាទាំងអស់នេះអញ្ចឹងចំណុចទី1បើអ្នកនរអាចតម្លើងពលឺវាបន្ថែមឬក៏បន្ថយពលឺនៅកន្លែងណាមួយក៏បានដែរខ្ញុំគិតថាមិនចាំបាច់ទេព្រោះវីដេអូហ្នឹងគឺជាវីដេអូដែលខ្ញុំបង្ហាញថាតើខ្ញុំគួរតែបន្ថែមពលឺវានៅពេលណាអញ្ចឹងណាអូខេអញ្ចឹងខ្ញុំចូលទៅក្នុង tool បានចុច3នេះតោះមកខ្ញុំចុចទៅលើវាហើយខ្ញុំយកពាក្យថាអឺ brush tool គឺដើម្បីឲ្យវាបំបត្តិស្នាមវាអញ្ចឹងកាលណាវាទូចអញ្ចឹងអាស្នាមធំនេះគឺវាចុចទៅគឺវាអត់បាត់ទេវាពេលដែលយើងចុចទៅអញ្ចឹងស្នាមវាធំជាងអាមូលនេះក៏វាពិបាកដែរណាកាលណាយើងចុចគឺតែក្បៀតវាទូចអញ្ចឹងយើងចុចទៅវាអត់បាត់ទេឃើញទេអូខេអញ្ចឹងអ្នកគ្នាត្រូវដាក់ធ្វើម៉េចឲ្យវាធំជាងយើងដាក់កម្រិតប៉ុណ្ណឹងយើងចុចទៅពក់វាបាត់ហើយឃើញទេអញ្ចឹងនៅក្នុង Photoshop គឺវាងាយស្រួលនៅក្នុងការធ្វើអញ្ចឹងកុំឲ្យអារូបស្នាមទូចមួយនឹងទៀតយើងបន្ថយវាឲ្យទូចមកដើម្បីកុំឲ្យវាបាត់ភាពសំណើមពីដើមវាអញ្ចឹងអ្នកគ្នាធ្វើវារហូតមកអញ្ចឹងអ្នកគ្នាដែរចុចវារហូតមកណាប៉ុណ្ណឹងអ្នកគ្នាអាចមើលបានអ្នកគ្នាអាចកែនៅក្នុងប្លង់ទាំងអស់ហ្នឹងបានឃើញតែវាទូចពីយើងទៅឡើងវាធំតិចមកចឹងត្រង់ធំមកគឺមើលទៅរៀងមិនធម្មតានេះដូចរូបនេះអីគឺយើងចាប់តាមកែប៉ុនវាមកដូចមានស្នាមមានអីចឹងទៅអូខេអញ្ចឹងយើងចាប់តាមប្រាស់សុំមិនយកទេយកធំប៉ុណ្ណឹងអូខេមកវាសេ smooth វិញណាខ្ញុំ Ctrl L មួយទៀតដើម្បីទាញពលឺបន្ថែមទៀតហើយចំណុចកណ្ដាលគឺយើងតម្លើងវាតិចមកហើយនេះគឺវាយើងទាញក្នុងវានឹងងឹតវិញហើយអញ្ចឹងខ្ញុំសូមទាញវាតិចដើម្បីវារៀងងឹតតិចអានេះតម្លើងពលឺដូចគ្នាណាតម្លើងពលឺដូចគ្នាខ្ញុំសូមទាញវាធំប៉ុណ្ណឹងបានយើងចុចប៉ុណ្ណឹងគឺឃើញថារូបភាពរបស់យើងគឺស្អាតជាងមុនហើយនឹងមាន quality ជាងមុនមើលទៅរឿងច្បាស់ស្អាតប៉ុណ្ណឹងតែគឺឃើញស្អាតតែម្ដង អូខេវីដេអូនេះប៉ុណ្ណឹងដែរយើងជួបគ្នានៅវីដេអូក្រោយ